សួស្តីបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់បាទនៅក្នុងវីដេអូនេះយើងសិក្សាវិញ្ញាសាសិលធម៌ពលរដ្ឋវិទ្យាប្រឡងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាទសម័យប្រឡងនៅថ្ងៃទី19ខែសីហាឆ្នាំ2019ថ្នាក់ខាងវិទ្យាសាស្ត្រសង្គមបាទរយៈពេល90នាទីបន្ទុក75បន្ទុកចង់ដឹងថាតើនៅឆ្នាំ2019គេចេញអីខ្លះសូមចូលទៅកាន់សំណួរវិញ្ញាសារបស់យើងគេចេញ5សំណួរបាទសំណួរទី1គេឲ្យយើងបញ្យល់ឲ្យបានក្បោះក្បាយអំពីពុទ្ធិសាមញ្ញនិងពុទ្ធិសង្ឃបាទដោយលើកឧទាហរណ៍មកបញ្ជាក់សំណួរទី2ការបណ្ដុះបណ្ដាលពលរដ្ឋឲ្យមានទំនោរផ្នែកវិជ្ជាជីវៈប្រកបទៅដោយសិលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំងក្លានិងប្រសិទ្ធភាពខ្ពស់ជាការចាំបាច់បំផុតបាទចូលបញ្យល់សំណួរទី3ថាច្បាប់និងករណីយកិច្ចតាងទិដ្ឋភាព2នៃតម្លៃដែលបំពេញឲ្យគ្នាទៅវិញទៅមកបាទចូលបញ្យល់សំណួរទី4តម្លៃបញ្ញានេះជាប្រភេទនៃតម្លៃថ្នាក់ខ្ពស់ចូលបញ្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់សំណួរទី5តើគេត្រូវចាត់វិធានការអ្វីខ្លះដើម្បីធ្វើឲ្យបុគ្គលម្នាក់ប្រកាន់យកនៅផ្នត់គំនិតមិនចង់ពុករលួយមិនអាចពុករលួយនិងមិនហ៊ានពុករលួយនៅកម្ពុជាចូលពន្យល់យើងអាចធ្វើបានណាសំណួរគឺมันពិបាកណាស់ណាឡើយទេចេញនៅក្នុងមេរៀនទាំងអស់បាទលើកលែងសំណួរទី5នេះចេញតាក់ទងទៅនឹងមេរៀនអំពើពុករលួយឥឡូវនេះយើងទៅមើលអត្រាកំណែណាចម្លើយតាក់ទងទៅនឹងវិញ្ញាសារបស់យើងតើគេឆ្លើយយ៉ាងម៉េចណាឥឡូវខ្ញុំចូលមកកាន់សំណួរទី1គេឲ្យយើងពន្យល់ឲ្យបានក្បោះក្បាយអំពីពុទ្ធិសាមញ្ញនិងពុទ្ធិសង្ឃដោយលើកឧទាហរណ៍មកបញ្ជាក់សំណួរនេះវាមាននៅក្នុងមេរៀនល្បិចទូទៅនៃគំនិតណាអ្វីទៅជាពុទ្ធិសាមញ្ញហើយអ្វីទៅជាពុទ្ធិសង្ឃអញ្ចឹងមុននឹងពន្យល់ខ្ញុំនិយាយតាក់ទងទៅនឹងពុទ្ធិបន្តិចបាទអ្វីទៅជាពុទ្ធិអីពុទ្ធិនេះគឺសំដៅយកចំណេះដឹងទូទៅរបស់មនុស្សណាបាទទោះបីនៅក្នុងខ្លួនយើងក្តីខ្លួនអ្នកដតីក្តីឬក៏ទៅលើធម្មជាតិក្រៅខ្លួនយើងក្តីអាហ្នឹងគឺជាពុទ្ធិហើយបាទជាចំណេះដឹងពុទ្ធិនេះវាចែកចេញជា3ផ្នែកសំខាន់ទី1ពុទ្ធិសាមញ្ញទី2ពុទ្ធិសង្ឃហើយនិងទី3ពុទ្ធិទស្សនវិជ្ជាណាហើយនៅក្នុងសំណួរនេះគេឲ្យយើងពន្យល់តែពុទ្ធិសាមញ្ញនិងពុទ្ធិសង្ឃទេបើយើងនិយាយពីពុទ្ធិសាមញ្ញនេះគឺជាពុទ្ធិដែលអ្នកផងមានគ្រប់គ្នាបាទពុទ្ធិនេះកើតឡើងពីការឮតគ្នាមានភាពសពិចសពិលមិនច្បាស់លាស់បាទគ្មានលំដាប់លំដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយច្រើនផ្អែកទៅលើបទពិសោធន៍ដែលមានស្រាប់បាទឧទាហរណ៍គេតែងនិយាយថាផ្គរលាន់មិនដែលភ្លៀងឆ្កែព្រុសមិនដែលខំបាទអាហ្នឹងគឺជាពុទ្ធិសាមញ្ញហើយបាទអញ្ចឹងពុទ្ធិសាមញ្ញនេះជាពុទ្ធិដែលយើងចេះដឹងតគ្នាមកវាកើតឡើងដោយសារតែការពើប្រទះទៅនឹងវត្ថុនានាដោយផ្ទាល់ឬក៏កើតឡើងពីការសន្ទនាជាមួយអ្នកដទៃហើយពុទ្ធិសាមញ្ញនេះវាមានលក្ខណៈសពិចសពិលមិនច្បាស់លាស់គ្មានការត្រួតពិនិត្យត្រឹមត្រូវទេពេលខ្លះវាអាចខុសអញ្ចឹងណាមនុស្សយើងចាស់វត្តកត់សម្គាល់ពីបាតុភូតតគ្នាមកជួបជាច្រើនញយដងមកឃើញថាឲ្យតែមានផ្គរលាន់ច្រើននេះគឺមេឃនឹងមិនដែលភ្លៀងទេអ្វីដែលយើងដឹងហ្នឹងគឺយើងទទួលបានតាមរយៈបទពិសោធន៍ដែលយើងជួបប្រទះកន្លងមកណាអញ្ចឹងពុទ្ធិសាមញ្ញនេះវាពេលខ្លះក៏វាត្រូវទៅពេលខ្លះក៏វាខុសអញ្ចឹងទៅពឹងមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ទេហើយទី2ពុទ្ធិសង្ឃបាទពុទ្ធិសង្ឃនេះគឺជាពុទ្ធិដែលកើតឡើងពីការត្រេះរិះពីការវិភាគពិសោធន៍ជាក់លាក់មានភាពទូទៅមានរង្វាស់រង្វាល់ត្រឹមត្រូវមិនប្រែប្រួលមិនងាយច្រឡំឧទាហរណ៍ទឹកពុះនៅកម្រិតសីតុណ្ហភាព100អង្សាសេហើយកកនៅកម្រិតសីតុណ្ហភាព0អង្សាសេបាទនេះគឺជាពុទ្ធិសង្ឃហើយពុទ្ធិសង្ឃនេះគឺកើតចេញពីការត្រេះរិះពិចារណាល្អិតល្អន់មានការធ្វើវិភាគពិសោធន៍ជាក់លាក់មានរង្វាស់រង្វាល់ត្រឹមត្រូវមិនងាយច្រឡំទេបាទមិនងាយខុស
ព្រោះឆ្លងកាត់ការធ្វើពិសោធន៍នឹងការអនុវត្តការប្រតិបត្តិជាក់ស្ដែងជាច្រើនដងច្រើនលើកច្រើនសារវាខុសពីពុទ្ធិសាមញ្ញដែលយើងគ្រាន់តែចេះដឹងតគ្នាណាគ្មានការត្រួតពិនិត្យគ្មានការធ្វើពិសោធន៍បានច្បាស់លាស់ដោយពុទ្ធិសង្ឃទេពុទ្ធិសង្ឃនេះគឺយើងមានការពិសោធន៍ហើយជាពុទ្ធិដែលមានប្រព័ន្ធមួយច្បាស់លាស់មានរូបមន្តមានក្បួនខ្នាតត្រឹមត្រូវវាជាពុទ្ធិបែបវិទ្យាសាស្ត្រគេបានយកវាទៅអនុវត្តពុទ្ធិនេះវាកើតឡើងពីការសិក្សាស្រាវជ្រាវក្រោយពីគេសិក្សាស្រាវជ្រាវហើយគេបង្កើតទៅជាទ្រឹស្ដីជារូបមន្តត្រឹមត្រូវហើយគេយកទៅអនុវត្តច្រើនលើកច្រើនសារហើយគឺវាកម្រខុសវាអត់ងាយច្រឡំវាអត់ប្រែប្រួលទេអញ្ចឹងកាលណាយើងដាំទឹកឲ្យតែសីតុណ្ហភាពវាឡើងដល់100អង្សាសេគឺទឹកហ្នឹងចាប់ផ្ដើមពុះតែម្ដងអញ្ចឹងកម្រិតហ្នឹងគឺវាអត់ផ្លាស់ប្ដូរវាមិនងាយប្រែប្រួលវាមិនងាយខុសណាគឺវាអនុលោមទៅតាមច្បាប់រូបមន្តច្បាស់លាស់ពុទ្ធិបែបវិទ្យាសាស្ត្រនេះបាទអញ្ចឹងនៅក្នុងសំណួរទី1នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះបាទឥឡូវយើងចូលទៅកាន់សំណួរថ្មីមួយទៀតបាទឥឡូវខ្ញុំចូលមកកាន់សំណួរទី2គេថាការបណ្ដុះបណ្ដាលពលរដ្ឋឲ្យមានទំនោរផ្នែកវិជ្ជាជីវៈប្រកបដោយសិលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំងក្លានិងប្រសិទ្ធភាពខ្ពស់ជាការចាំបាច់បំផុតចូលពន្យល់សំណួរនេះវាជាប់តាក់ទងទៅនឹងមេរៀនទំនោរធម្មជាតិរបស់មនុស្សទំនោរផ្នែកវិជ្ជាជីវៈនេះគឺជាទំនោរដែលជាប់ពាក់ព័ន្ធទៅនឹងមុខរបរការងារណាមួយណាការបណ្ដុះបណ្ដាលពលរដ្ឋឲ្យមានទំនោរផ្នែកវិជ្ជាជីវៈប្រកបដោយសិលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំងក្លានិងប្រសិទ្ធភាពខ្ពស់ជាការចាំបាច់បំផុតមានន័យថាទំនោរប្រភេទនេះស្ដែងចេញឲ្យឃើញនៅភាពស្វាហាប់ក្នុងការដកចិត្តជាប់ទៅនឹងមុខរបរណាមួយដែលបុគ្គលប្រាថ្នាចង់បានចង់ធ្វើមិនតែប៉ុណ្ណោះសោតត្រូវប្រកាន់ភ្ជាប់នៅក្រមសិលធម៌ទើបការងារនោះមានស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់ពីព្រោះទី1ទំនោរបាទគឺជាផ្នែកមួយនៃចរិតលក្ខណៈដែលធ្វើឲ្យជនណាម្នាក់ចង់អភិវឌ្ឍគិតឬក៏ប្រព្រឹត្តតាមរបៀបជាក់លាក់ណាមួយអញ្ចឹងតាក់ទងទៅនឹងមុខរបរការងារណាមួយនៅពេលដែលបុគ្គលណាម្នាក់គាត់មានទំនោរទៅលើមុខរបរការងារហ្នឹងវាធ្វើឲ្យបុគ្គលហ្នឹងគិតធ្វើការសម្រេចចិត្តនិងប្រព្រឹត្តទោទុនទៅរកមុខរបរការងារហ្នឹងឥឡូវខ្ញុំចូលទៅកាន់ខ្លឹមសារជាបន្តទៅទៀតនៅក្នុងសំណួរទី2នេះដដែលទំនោរគឺជាលក្ខណៈផ្លូវចិត្តមួយដ៏ស្មុគស្មាញរបស់បុគ្គលបាទរួមមានប្រព័ន្ធកម្លាំងចលករដែលកំណត់បាននៅចរិតសកម្មរបស់មនុស្សនៅក្នុងសកម្មភាពនិងជំរឿសអេរិយាបថមនុស្សបាទអញ្ចឹងទំនោរនេះវាកំណត់នៅចរិតសកម្មរបស់មនុស្សនៅក្នុងការធ្វើសកម្មភាពឬក៏ជំរឿសនៃអេរិយាបថរបស់មនុស្សកាលណាមនុស្សមានទំនោរទៅលើអ្វីមួយវាកំណត់នៅចរិតសកម្មវាធ្វើឲ្យមនុស្សធ្វើសកម្មភាពជ្រើសរើសប្រព្រឹត្តទៅតាមអ្វីដែលខ្លួនចង់បានចង់ធ្វើណាហើយមួយទៀតការតម្រង់ទិសទៅរកវត្ថុបំណងណាមួយឬក៏មុខរបរណាមួយព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបំណងនោះជាទូទៅត្រូវបានជំរុញដោយកម្លាំងចលករណាមួយណាបាទចឹងណាយើងមានទំនោរទៅលើអ្វីមួយវាតម្រង់ទិសទៅរកវត្ថុបំណងណាមួយឬក៏មុខរបរណាមួយដែលយើងចង់ធ្វើហ្នឹងបើយើងផ្អែកទៅលើទំនោរផ្នែកវិជ្ជាជីវៈចឹងយើងតូទុនទៅរកមុខរបរការងារដែលយើងប្រាថ្នាចង់បានឬក៏ចង់ធ្វើហ្នឹងមួយទៀតបាទទំនោរផ្នែកវិជ្ជាជីវៈនេះគឺជាទំនោរដែលស្ដែងឲ្យឃើញនៅភាពស្វាហាប់ក្នុងការដកជាប់ទៅនឹងមុខរបរណាមួយដែលបុគ្គលប្រាថ្នាចង់ធ្វើនិងចង់បានបាទនោះគឺជាទំនោរផ្នែកវិជ្ជាជីវៈកាលណាយើងដកជាប់ទៅនឹងមុខរបរការងារណាមួយវាកំណត់នៅចរិតសកម្មវាធ្វើឲ្យយើងមានភាពស្វាហាប់នៅក្នុងការបំពេញការងារនឹងបានកាន់តែល្អអញ្ចឹងណាទំនោរផ្នែកវិជ្ជាជីវៈប្រកបទៅដោយសិលធម៌គឺជាការប្រកបមុខរបរត្រឹមត្រូវសុចរិតមិនកេងប្រវ័ញ្ចមិនពុករលួយនិងស្របទៅតាមច្បាប់របស់សង្គមអញ្ចឹងកាលណាយើងបណ្ដោះនៅទំនោរផ្នែកវិជ្ជាជីវៈឲ្យប្រកបទៅដោយក្រមសីលធម៌ល្អហ្នឹងគឺវាធ្វើឲ្យមនុស្សយើងធ្វើការងារដោយសុចរិតត្រឹមត្រូវណាបាទស្មោះត្រង់ធ្វើការងារដែលមិនខុសទៅនឹងច្បាប់
ធ្វើការងារដែលល្អណាហើយខ្ញុំចូលទៅខ្លឹមសារជាបន្តទៅទៀតនៅសំណួរទី2នេះនៅដែរការបណ្ដោះបណ្ដាលពលរដ្ឋឲ្យមានទំនោរផ្នែកវិជ្ជាជីវៈប្រកបទៅដោយស្ថិរភាពរឹងមាំកម្លាំងខ្លាំងក្លាវាធ្វើឲ្យមនុស្សមិនរីរែកមិនប្រែប្រួលមិនទោទន់ទៅតាមការអូសទាញអញ្ចឹងកាលណាគាត់ដកជាប់ទៅលើមុខរបរការងារណាមួយគឺគាត់អត់មានការផ្លាស់ប្ដូរធ្វើការងារដោយស្វាហាប់ទៅតាមកម្លាំងជំរុញនៅក្នុងខ្លួនរបស់គាត់ណាអញ្ចឹងទោះបីតែមានការអូសទាញពីអ្នកដទៃយ៉ាងណាក៏ដោយក៏គាត់មិនផ្លាស់ប្ដូរគាត់ធ្វើការងារមុខរបរណាមួយគឺច្បាស់លាស់តែម្ដងអញ្ចឹងណាមួយទៀតបដិញ្ញាចិត្តធ្វើដោយម៉ឺងម៉ាត់កាលណាគាត់ដកជាប់ទៅលើមុខរបរការងារណាមួយហើយគាត់ធ្វើការងារនឹងច្បាស់លាស់អញ្ចឹងការងារនឹងវាមានស្ថិរភាពបាទមិនងាយផ្លាស់ប្ដូរមិនធ្វើនេះបន្តិចធ្វើនោះបន្តិចទេធ្វើការងារណាគឺច្បាស់លាស់ទៅលើការងារនឹងតែម្ដងហើយមនុស្សមានការបដិញ្ញាចិត្តធ្វើការងារនឹងដោយយកចិត្តទុកដាក់ទៀតផងអញ្ចឹងណាហើយមួយទៀតសុខភាពរឹងមាំកាលណាយើងបណ្ដោះទំនោរផ្នែកវិជ្ជាជីវៈប្រកបទៅដោយស្ថិរភាពរឹងមាំកម្លាំងខ្លាំងក្លាវាធ្វើឲ្យមនុស្សយើងចូលចិត្តធ្វើការងារនិយាយទៅវាដូចជាការហាត់ប្រាណដែរណាបាទកាលណាមនុស្សធ្វើការងារវាធ្វើឲ្យមានសុខភាពល្អរឹងមាំដែរណាបាទបើយើងអត់ធ្វើការងារសោះក៏វាមិនល្អដែរពេលខ្លះក៏វាអាចឈឺអញ្ចឹងណាតែបើយើងបណ្ដោះឲ្យមនុស្សចូលចិត្តស្រឡាញ់នៅការងារឬក៏ធ្វើពលកម្មវាធ្វើឲ្យមនុស្សមានសុខភាពល្អសរីរាង្គកាយរបស់គាត់ធ្វើចលនារហូតណាបែកញើសហូរញើសវាប្រៀបបានទៅនឹងការលេងកីឡាអញ្ចឹងដែរអញ្ចឹងមនុស្សធ្វើការងារធ្វើពលកម្មវាធ្វើឲ្យសុខភាពរាងកាយរបស់មនុស្សរឹងមាំណាមានសុខភាពល្អតែបើមនុស្សខ្ជិលមិនចូលចិត្តធ្វើការងារអញ្ចឹងសរីរាង្គកាយហ្នឹងក៏អត់ធ្វើចលនាដែរអញ្ចឹងវាដូចទៅនឹងយើងអត់ហាត់ប្រាណអញ្ចឹងណាមិនត្រឹមតែសុខភាពរាងកាយទេណាព្រោះក្បាលយើងក៏វាមានសុខភាពល្អដែរយើងដំណើរការគិតរហូតអញ្ចឹងណាយើងមិនសុញមិនស្ទុះទៅលើការគិតនោះទេអញ្ចឹងវាធ្វើឲ្យសុខភាពទាំងផ្លូវកាយផ្លូវចិត្តរបស់យើងវាមានភាពរឹងមាំណាហើយមួយទៀតប្រសិទ្ធភាពខ្ពស់គឺលទ្ធផលទទួលយកបាននិងមានភាពជោគជ័យកាលណាយើងបណ្ដោះទំនោរផ្នែកវិជ្ជាជីវៈឲ្យប្រកបទៅដោយប្រសិទ្ធភាពមនុស្សធ្វើការងារមានមនសិការមានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់នៅក្នុងការបំពេញការងារនឹងបានល្អអញ្ចឹងលទ្ធផលបានល្អទាំងបរិមាណនិងគុណភាពអញ្ចឹងមនុស្សធ្វើការងារច្បាស់លាស់វាល្អទៅតាមហ្នឹងវាមានប្រសិទ្ធភាពខ្ពស់ជោគជ័យទៅលើការងារមុខរបររបស់ខ្លួនហ្នឹងអញ្ចឹងសន្និដ្ឋានបន្តិចមកទំនោរនេះស្ដែងឲ្យឃើញនៅតម្រូវការចំណង់ចំណូលចិត្តឧត្តមគតិនិងលោកទស្សនៈរបស់បុគ្គលម្នាក់ក្នុងការពង្រីកនិងបណ្ដោះបណ្ដាលទំនោរតាមគ្រប់រូបភាពក្នុងការបណ្ដោះបណ្ដាលធនធានមនុស្សស្របទៅតាមតម្រូវការនិងច្បាប់សង្គមសរុបមកឃើញថាការបណ្ដោះបណ្ដាលទំនោរផ្នែកវិជ្ជាជីវៈជារឿងចាំបាច់ដែលធ្វើឲ្យមនុស្សយើងធ្វើការងារដោយយកចិត្តទុកដាក់តែមានក្រមសីលធម៌ផ្នែកវិជ្ជាជីវៈល្អត្រឹមត្រូវអញ្ចឹងការបំពេញការងារហ្នឹងក៏បានល្អហើយលទ្ធផលទទួលបានហ្នឹងក៏បានល្អជោគជ័យនៅក្នុងមុខរបរការងារដែលមនុស្សធ្វើហ្នឹងអញ្ចឹងវាជារឿងចាំបាច់ណាដែលយើងត្រូវបណ្ដោះប្រជាពលរដ្ឋឬក៏មនុស្សម្នាក់ឲ្យមានទំនោរផ្នែកវិជ្ជាជីវៈប្រកបទៅដោយសិលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំងក្លានិងប្រសិទ្ធភាពនៅក្នុងសំណួរទី2នេះគឺមានតែប៉ុណ្្នឹងហើយឥឡូវខ្ញុំចូលទៅកាន់សំណួរថ្មីមួយទៀតឥឡូវនេះខ្ញុំចូលមកកាន់សំណួរទី3គេថាច្បាប់និងករណីយកិច្ចតាំងទិដ្ឋភាព2នៃតម្លៃដែលបំពេញឲ្យគ្នាទៅវិញទៅមកចូលពន្យល់សំណួរនេះវាតាក់ទងទៅនឹងមេរៀនសិទ្ធិនិងច្បាប់ដើម្បីពន្យល់ខ្ញុំនិយាយបន្តិចតាក់ទងទៅនឹងច្បាប់និងករណីយកិច្ចអ្វីទៅជាច្បាប់ហើយអ្វីទៅជាករណីយកិច្ចទាំងពីរជាទូទៅយើងឲ្យនិយមន័យច្បាប់ថា
ច្បាប់នេះគឺជានិយមជាកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គមណាអាហ្នឹងគឺជាច្បាប់ហើយបើយើងនិយាយពីករណីយកិច្ចគឺមានន័យថាជាកិច្ចដែលគួរធ្វើការងារដែលត្រូវតែធ្វើគួរធ្វើផងត្រូវតែធ្វើផងណាអញ្ចឹងនៅក្នុងហ្នឹងវាមានកាតព្វកិច្ចភ្ជាប់ជាមួយណាបើយើងនិយាយតាក់ទងទៅនឹងច្បាប់សង្គមករណីយកិច្ចនេះគឺជាកិច្ចការដែលប្រជាពលរដ្ឋត្រូវបំពេញផ្អែកទៅតាមច្បាប់រដ្ឋដែលបានកំណត់អញ្ចឹងណាអញ្ចឹងសួរថាច្បាប់និងករណីយកិច្ចតាំងទិដ្ឋភាពពីរនៃតម្លៃដែលបំពេញឲ្យគ្នាទៅវិញទៅមកហ្នឹងវាមានន័យយ៉ាងម៉េចណាច្បាប់និងករណីយកិច្ចនេះតាំងទិដ្ឋភាពពីរនៃតម្លៃដែលបំពេញឲ្យគ្នាទៅវិញទៅមកទី1ទំនាក់ទំនងរវាងច្បាប់និងករណីយកិច្ចមានលក្ខណៈជិតស្និទ្ធន័យថាច្បាប់និងករណីយកិច្ចនេះគឺវាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទី2ពលរដ្ឋជាកោសិការបស់រដ្ឋពលរដ្ឋត្រូវតែយល់ដឹងអំពីច្បាប់និងករណីយកិច្ចក្នុងការអភិវឌ្ឍប្រទេសក៏ដូចជាការអភិវឌ្ឍគ្រួសារជាពលរដ្ឋឬក៏មនុស្សម្នាក់ហ្នឹងគឺជាកោសិការបស់សង្គមណាជាកោសិការបស់រដ្ឋរស់នៅក្នុងរដ្ឋមួយប្រទេសមួយគឺត្រូវតែមានការយល់ដឹងអំពីច្បាប់ស្រុកទេសរបស់ខ្លួននិងដឹងអំពីករណីយកិច្ចរបស់ខ្លួនដែលត្រូវបំពេញឯកទៅតាមច្បាប់រដ្ឋដែលបានកំណត់ទី3ច្បាប់ជាគោលការណ៍ចម្បងក្នុងការកំណត់ករណីយកិច្ចពលរដ្ឋបាទន័យថាច្បាប់គឺជាអ្នកដែលចែងអំពីករណីយកិច្ចរបស់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសមួយត្រូវបំពេញអ្វីខ្លះដែលច្បាប់រដ្ឋបានកំណត់អញ្ចឹងណាដោយប្រជាពលរដ្ឋដែលមានករណីយកិច្ចបង់ពន្ធជូនរដ្ឋប្រជាពលរដ្ឋមានករណីយកិច្ចគោរពច្បាប់ជាដើមអញ្ចឹងទី4ការគោរពច្បាប់និងបំពេញករណីយកិច្ចជាពលរដ្ឋបានពេញលេញធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនអញ្ចឹងនៅក្នុងប្រទេសមួយនៅពេលដែលប្រជាពលរដ្ឋគោរពច្បាប់បានល្អទាំងអស់គ្នាចេះបំពេញនៅករណីយកិច្ចរបស់ខ្លួនផ្អែកទៅតាមច្បាប់រដ្ឋបានកំណត់វាបង្ហាញពីការបំពេញនៅតួនាទីក្នុងនាមជាប្រជាពលរដ្ឋល្អហើយវាក៏ធ្វើឲ្យប្រទេសជាតិងាយនឹងរីកចម្រើនដែរតែឥឡូវខ្ញុំចូលទៅកាន់ខ្លឹមសារបន្តទៅទៀតនៅក្នុងសំណួរទី3នេះដដែលទី5កាតព្វកិច្ចរបស់អ្នកដទៃចំពោះខ្ញុំគឺជាការឆ្លើយតបចំពោះសិទ្ធិរបស់ខ្ញុំអញ្ចឹងយើងមានសិទ្ធិអញ្ចឹងសិទ្ធិរបស់យើងគឺជាកាតព្វកិច្ចរបស់អ្នកដទៃដែលត្រូវបំពេញចំពោះយើងណាអញ្ចឹងអ្នកដទៃគោរពច្បាប់ធ្វើអ្វីផ្អែកទៅតាមច្បាប់កំណត់មិនធ្វើអ្វីដែលធ្វើឲ្យប៉ះពាល់ឬក៏រំលោភបំពានសិទ្ធិរបស់យើងទេហើយកាតព្វកិច្ចរបស់ខ្ញុំចំពោះអ្នកដទៃគឺជាការឆ្លើយតបទៅនឹងសិទ្ធិរបស់អ្នកដទៃអញ្ចឹងសិទ្ធិរបស់អ្នកដទៃវាជាកាតព្វកិច្ចរបស់យើងដែលត្រូវឆ្លើយតបចំពោះសិទ្ធិរបស់អ្នកដទៃអញ្ចឹងយើងមានកាតព្វកិច្ចនៅក្នុងការគោរពច្បាប់ធ្វើអ្វីមិនហួសព្រំដែននៃច្បាប់ឲ្យយើងចេះប្រើប្រាស់នៅសិទ្ធិសេរីភាពរបស់យើងមិនធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់អ្នកដទៃអញ្ចឹងណាអញ្ចឹងច្បាប់គេមានចែងណាការពារនៅសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ព្រោះច្បាប់កំណត់ពីកាតព្វកិច្ចឬក៏ករណីយកិច្ចរបស់មនុស្សម្នាក់ដែលត្រូវធ្វើអញ្ចឹងមនុស្សត្រូវតែគោរពទៅតាមច្បាប់ដែលបានកំណត់មិនធ្វើអ្វីដែលធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពចំពោះគ្នាទៅវិញទៅមកទេច្បាប់វាគឺជាក្បួនខ្នាតមួយសម្រាប់ធានាសិទ្ធិមនុស្សគឺវាជាមូលដ្ឋានសម្រាប់ធានាការប្រើប្រាស់សិទ្ធិមនុស្សឲ្យបានសមស្របច្បាប់វាកំណត់ព្រំដែនក្នុងការអនុវត្តសិទ្ធិបង្ការរំលោភសិទ្ធិមនុស្សដើម្បីធានាឲ្យមានតុល្យភាពនៃរបៀបរៀបរយសាធារណៈនិងសណ្ដាប់ធ្នាប់សង្គមឧទាហរណ៍កម្មករមានសិទ្ធិទាមទារពីនយោជករបស់ខ្លួននៅប្រាក់ខែសមរម្យការឈប់សម្រាកជាដើមក៏ប៉ុន្តែនយោជកក៏មានសិទ្ធិនិងតម្រូវឲ្យកម្មករមកធ្វើការជាប្រចាំតាមម៉ោងកំណត់និងតាមច្បាប់ការងារវិញដែរអញ្ចឹងកម្មករក៏គាត់មានសិទ្ធិនយោជកដែលជាថៅកែជាចៅហ្វាយនេះក៏គាត់មានសិទ្ធិយើងមានសិទ្ធិទាមទារប្រាក់ខែហើយនយោជកក៏គាត់មានសិទ្ធិទាមទារឲ្យកម្មករគោរពតាមលក្ខខណ្ឌច្បាប់ការងារដែលបានកំណត់ផងដែរហើយមួយទៀតច្បាប់រៀបចំឲ្យមានការបោះឆ្នោតរីឯពលរដ្ឋមានករណីយកិច្ចទៅបោះឆ្នោតបើន័យថាច្បាប់កើតឲ្យមានការបោះឆ្នោត
chẳng bị chia bồ rót trời tại miền cả này cách miền tu này tí châu rúm nơi không cả bao nhiêu nào chẳng cứ vì trời cả bồng pin nhau khi từ vinh từ mốc mà cho bắp cầm nót pi cả này cách là bao bồ rót hay bồ rót trời tại miền cả này cách cả ta cách cờ rút từ 8 vậy để cho bác bán cầm nọt hơi rơi tay cờ rút xích ở bò mình nè đài và dương thưa ở vậy passport từ đó xích rồi phim rồi bò nè đó tí việc khô từ nâng cho bạc chẳng mình nu mình nè miền cả này cách cờ rút xích sầm pu khné từ vinh từ một cả na dương thưa hu prum đáy để cho bạc cầm nọt cứ vì ai passport từ đó xích rồi phim rồi bò nè đó tí chẳng vì chloi top ao khné từ vinh từ một bùng pin nhau khné từ vinh từ một rồi viên cho bắp nâng cả này cách nhỉ sầm nu tí bay nhom này gì tập pan ông chó hỏi lấy dương châu từ can sầm nu chia một to từ tiết sầm nu tí 4 cái tha đầm lay pan nhá chiaประเภท này đầm lay thạ cpu châu bồn chúa đời lơ ưu tờ ho một mình chẹ bà sầm nu ní vì miền nơi không mê riêng tẹt tông từ nâng đầm lay nâng sal vị chi chẳng cái ao dương bồn chúa ta vì miền nơi giang mạch chẳng bao dương này gì pi đầm lay pan nhá ní chia ประเภท này đầm lay thạ cpu ព្រោះជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការពេញចិត្តនិងការចង់ចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យនិងការប្រើប្រាស់ស្មារតីប្រកបទៅដោយបញ្ញាបាទឧទាហរណ៍ពុទ្ធិសច្ចភាពជាដើមបើយើងនិយាយពីចំណាត់ថ្នាក់តម្លៃរបស់មនុស្សផ្អែកទៅតាមទស្សនៈរបស់ Beck ហើយនឹង Holmes យើងឃើញថាតម្លៃសំខាន់របស់មនុស្សវាមានតម្លៃជីវសាស្ត្រតម្លៃសេដ្ឋកិច្ចតម្លៃអត្តពលតម្លៃសង្គមតម្លៃបញ្ញាតម្លៃសោភ័ណ្ឌសិលតម្លៃសាសនាតម្លៃទាំងអស់នេះវាចែកជាពីរថ្នាក់គឺទី1តម្លៃថ្នាក់ទាបទី2តម្លៃថ្នាក់ខ្ពស់ហើយតម្លៃបញ្ញានេះវាស្ថិតនៅក្នុងតម្លៃថ្នាក់ខ្ពស់ព្រោះតម្លៃបញ្ញានេះវាធ្វើឲ្យជីវិតមនុស្សវាមានភាពឧត្តមឧត្តមចឹងហើយបានមនុស្សខិតខំសិក្សារៀនសូត្រស្វែងរកនៅចំណេះដឹងមនុស្សប្រកាន់យកនៅសច្ចភាពភាពស្មោះត្រង់ភាពទៀងត្រង់ត្រឹមត្រូវខណៈមនុស្សយើងមានចំណេះដឹងវាជួយបង្កើននៅគុណភាពនៃជីវិតវាធ្វើឲ្យជីវិតមានតម្លៃវាអាចជួយមនុស្សឲ្យមានអនាគតល្អភ្លឺស្វាងអញ្ចឹងណានោះមានចំណេះដឹងមានពុទ្ធិធ្វើអ្វីគឺមានស្មារតីប្រកបទៅដោយបញ្ញាយល់ចាក់ធ្លុះនៅសច្ចភាពនោះធ្វើអ្វីក៏ដោយក៏ត្រូវការប្រើប្រាស់បញ្ញានេះដែរតម្លៃផ្នែកបញ្ញានេះជាប្រភេទនៃតម្លៃថ្នាក់ខ្ពស់ព្រោះវាជួយឲ្យជីវិតរស់នៅរបស់មនុស្សកាន់តែមានភាពឧត្តមឧត្តមធ្វើឲ្យជីវិតរស់នៅកាន់តែមានន័យនិងមានតម្លៃបាទនៅក្នុងសំណួរទី4នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះឥឡូវខ្ញុំចូលទៅកាន់សំណួរថ្មីមួយទៀតបាទឥឡូវនេះខ្ញុំចូលមកកាន់សំណួរទី5គេសួរថាតើគេត្រូវចាត់វិធានការអ្វីខ្លះដើម្បីធ្វើឲ្យបុគ្គលម្នាក់ប្រកាន់យកនៅផ្នត់គំនិតមិនចង់ពុករលួយមិនអាចពុករលួយនិងមិនហ៊ានពុករលួយនៅកម្ពុជាចូលពន្យល់បាទសំណួរនេះវាតាក់ទងទៅនឹងមេរៀនប្រឆាំងទៅនឹងអំពើពុករលួយបាទអញ្ចឹងតើមានវិធានការសំខាន់អីខ្លះដើម្បីធ្វើឲ្យម្នាក់ប្រកាន់យកនៅផ្នត់គំនិតទាំងអស់ហ្នឹងដើម្បីឲ្យបុគ្គលម្នាក់ប្រកាន់យកនៅផ្នត់គំនិតមិនចង់ពុករលួយមិនអាចពុករលួយនិងមិនហ៊ានពុករលួយនៅកម្ពុជាគេត្រូវចាត់វិធានការទី1ការអប់រំក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយគឺការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពើពុករលួយផលវិបាកមូលហេតុច្បាប់ជាដើមសម្ដៅដល់ការមិនចង់ឲ្យមនុស្សម្នាក់មិនចង់ពុករលួយជាងវិធានការសំខាន់ទី1គឺការអប់រំយើងចុះទៅអប់រំដោយផ្ទាល់ឬក៏យើងផ្សព្វផ្សាយទៅតាមបណ្ដាញផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីអំពើពុករលួយផលវិបាកនៃអំពើពុករលួយយល់ដឹងអំពីច្បាប់ប្រឆាំងទៅនឹងអំពើពុករលួយកាលណាមនុស្សមានការយល់ដឹងច្រើនវាធ្វើឲ្យមនុស្សយើងមិនចង់ពុករលួយទេព្រោះអំពើពុករលួយនេះគឺជាអំពើខុសច្បាប់វាផ្ដល់នៅផលវិបាកទៅដល់សង្គមជាតិទៅដល់ជីវិតរស់នៅទាំងកាលណាយើងអប់រំបានវាបណ្ដោះនៅស្មារតីផ្នត់គំនិតធ្វើឲ្យមនុស្សមានមនសិការយកចិត្តទុកដាក់ធ្វើការងារដែលល្អត្រឹមត្រូវមិនខុសទៅនឹងច្បាប់មិនចង់ពុករលួយទី2គឺការបង្ការបាទក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយគឺការដាក់ចេញវិធានការនៃការការពាររារាំងភាព
អន្តរាយឬក៏ការខ្វះខាតដែលមិនអាចមាននៅពេលខាងមុខសម្ដៅធ្វើឲ្យមនុស្សមិនចង់ពុករលួយអ្វីដែលសំខាន់គឺយើងដាក់ចេញនៅវិធានការដូចជាការបង្កើតច្បាប់ប្រឆាំងទៅនឹងអំពើពុករលួយជាដើមអាហ្នឹងក៏ជាវិធានការមួយដែរដើម្បីអាចទប់ស្កាត់មិនឲ្យមនុស្សអាចពុករលួយបានចឹងហើយបានជាគេបង្កើតនៅអង្គភាពប្រឆាំងទៅនឹងអំពើពុករលួយដើម្បីដាក់ចេញនៅគោលការណ៍ឬក៏គោលនយោបាយទប់ស្កាត់មិនឲ្យមនុស្សប្រព្រឹត្តនៅអំពើពុករលួយបានណានៅតាមក្រសួងស្ថាប័នគេមានយន្តការគេឲ្យមន្ត្រីចុះធ្វើអធិការកិច្ចដើម្បីត្រួតពិនិត្យទៅលើការបំពេញការងារមន្ត្រីសាវនករចុះធ្វើសាវនកម្មទៅលើគណនេយ្យភាពដើម្បីឲ្យដឹងពីការប្រើប្រាស់នៅថវិកាថាតើវាមានតម្លាភាពអត់ណាវាមានគណនេយ្យភាពអត់កើតមាននៅអំពើពុករលួយដែរទេដើម្បីកុំឲ្យមនុស្សឬក៏មន្ត្រីដែលបំពេញការងារនៅតាមក្រសួងស្ថាប័នហ្នឹងប្រព្រឹត្តនៅអំពើពុករលួយបានអានេះគឺជាវិធានការបង្ការពារទុកជាមុនឥឡូវខ្ញុំចូលទៅកាន់ខ្លឹមសារជាបន្តទៅទៀតវិធានការទី3ទប់ស្កាត់ក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយគឺការទប់ស្កាត់ការចាត់វិធានការឆ្លើយតបដើម្បីរារាំងបញ្ហាដែលកំពុងកើតមានសម្ដៅធ្វើឲ្យមនុស្សម្នាក់មិនអាចពុករលួយអញ្ចឹងអានេះគេទប់ស្កាត់ចាត់វិធានការរារាំងនៅបញ្ហាកំពុងតែកើតមានឡើងឬក៏អាចនឹងកើតមានឡើងនៅតាមក្រសួងស្ថាប័នឬក៏មនុស្សណាម្នាក់គាត់មានចេតនាចង់ប្រព្រឹត្តនៅអំពើពុករលួយដើម្បីទប់ស្កាត់កុំឲ្យវាកើតមានណាដូចជាគេដាក់មន្ត្រីឲ្យតាមឃ្លាំមើលអញ្ចឹងទៅឬក៏រាយការណ៍ទៅដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យបានទាន់ពេលវេលាដើម្បីរារាំងនៅបញ្ហាដែលកំពុងតែកើតមានឬក៏វាអាចនឹងកើតមានដើម្បីទប់ស្កាត់កុំឲ្យបុគ្គលណាម្នាក់អាចប្រព្រឹត្តនៅអំពើពុករលួយបានវិធានការទី4គឺការអនុវត្តច្បាប់ក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយគឺចាត់វិធានការអនុវត្តច្បាប់ម្នេះបង្ក្រាបជាធរមានសម្ដៅធ្វើឲ្យបុគ្គលម្នាក់មិនហ៊ានពុករលួយអញ្ចឹងអ្វីដែលសំខាន់គឺយើងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពជាពិសេសច្បាប់ប្រឆាំងទៅនឹងអំពើពុករលួយហ្នឹងបើសិនជាបុគ្គលណាម្នាក់គាត់ប្រព្រឹត្តនៅអំពើពុករលួយយើងត្រូវតែយកច្បាប់ទៅដាក់អនុវត្តឲ្យបានល្អត្រឹមត្រូវនឹងមិនអាចរួចខ្លួនបានទេត្រូវតែមានទោសដោយគ្មានការលើកលែងមនុស្សនឹងរៀងចាលប្រក្រាបមិនឲ្យមនុស្សហ៊ានប្រព្រឹត្តនៅអំពើពុករលួយទៀតអញ្ចឹងណាបើសិនជាយើងអនុវត្តច្បាប់ធូររលុងអ្នកប្រព្រឹត្តអំពើពុករលួយរួចខ្លួនអញ្ចឹងថ្ងៃក្រោយវាអាចមានបុគ្គលណាម្នាក់ឬក៏បុគ្គលម្នាក់នឹងទៀតគាត់អាចប្រព្រឹត្តនៅអំពើពុករលួយជាបន្តទៅទៀតអញ្ចឹងតែបើយើងអនុវត្តច្បាប់តឹងរឹងអនុវត្តច្បាប់បានត្រឹមត្រូវមានប្រសិទ្ធភាពទាំងមនុស្សមិនហ៊ានពុករលួយទេព្រោះបើហ៊ានពុករលួយគឺត្រូវតែមានទោសមិនអាចរួចខ្លួនបានទេណាអញ្ចឹងថ្ងៃក្រោយមនុស្សរៀងចាលបាទមិនហ៊ានប្រព្រឹត្តអំពើពុករលួយទេសរុបមកវិធានការទាំងអស់នេះគឺជាវិធានការដែលសំខាន់ដើម្បីធ្វើឲ្យបុគ្គលម្នាក់ប្រកាន់យកនៅផ្នត់គំនិតមិនចង់ពុករលួយមិនអាចពុករលួយនិងមិនហ៊ានពុករលួយអញ្ចឹងឥឡូវនេះសំណួរវិញ្ញាសារបស់យើងអស់ហើយមានតែប៉ុណ្្នឹងសូមបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់រងចាំទស្សនានិងសិក្សាវិញ្ញាសាថ្មីជាបន្តទៅទៀតនៅវីដេអូលើក្រោយ